តែអ្នកណាខ្លះនៅចាំអារម្មណ៍បែបរំភើបពេលដែលខ្លួនបានទិញម៉ូតូថ្មីបកចេញពីកេះទាំងអស់នោះប្រៀបបានដូចរង្វាន់ធំអញ្ចឹងតែឥឡូវរឿងនឹងคล้ายជាអតីតកាលបាត់អស់ទៅហើយសម្រាប់ម៉ូតូថ្មីគឺលែងមានបកកេះទៀតហើយមានតែបកថង់ក្រុមហ៊ុនគេបានអាប់ដេតប្រព័ន្ធថ្មីម៉ូតូទាំងអស់ត្រូវបានគេដំឡើងរួចរាល់ពីក្នុងរោងចក្រដោយដែលគេធ្វើម្ហូបឆ្អិនចាំតែហូបអញ្ចឹងអត់មានកោះកេះទៀតទេមានតែឡានធំដឹកមកដល់ដេប៉ូតែម្ដងពេលដែលបងប្អូនទិញម្ដងគឺឃើញម៉ូតូស្រាប់គ្រាន់តែបកថង់ស្រោមកែបចេញដោយដែលយើងបកស្គរគ្រាប់អញ្ចឹងអត់មានអ្វីឲ្យយើងរំភើបកោះកេះលេងទៀតទេនេះគឺជាការផ្លាស់ប្ដូរដើម្បីគុណភាពនិងល្បឿនដូច្នេះកុំរំពឹងថាបានកោះកេះទៀតអ្វីតែបងប្អូននៅតែទទួលបានម៉ូតូថ្មីស្រឡាងគុណភាពដដែលតែគ្រាន់តែអត់មានកេះធ្វើឲ្យបងប្អូនជាអ្នកជំនាញកោះទៀតទេសូមអរគុណ Pasai Auto